វីដេអូនេះគឺថតសកម្មភាពដកជីគឺចប់ហើយបងប្អូនអើយចប់ហើយគេទុកចឹងណាបងប្អូននៅមួយវគ្គហ្នឹងទៀតចប់អស់ចងម្ដុំហើយក៏នៅវគ្គក្រោយទៀតបងប្អូនគឺមានចឹងតូចមានតូចជាងនៅវគ្គក្រោយគឺអត់ទាន់មុំដកទេបងប្អូនអត់ទាន់មុំលក់ទេដល់ពេលទៅមួយជីមួយញ៉េអានេះជាវគ្គដកចឹងហើយគេគួរអានេះគួរដីចោលចិត្តអស់ចឹងលើថតយើងដាក់ក្នុងដីហ្នឹងទៅអត់បានទេវាស្ដីឲ្យយើងថាយើងនឹងយកដីហើយអញ្ចឹងចង់ប្រាប់បងប្អូនចឹងទេឥឡូវជីហ្នឹងគឺវាបេះជើងវាស្អាតចឹងឯងបងប្អូនហ្នឹងចង់ប្រាប់ថាវិធីដកដល់ពេលយើងយកទៅពេញទៅគេយកទុកយូរមួយថ្ងៃអីចឹងទៅវាអលួយជីហ្នឹងណាឥឡូវយើងបេះជើងឲ្យស្អាតចឹងបេះជើងឲ្យស្អាតចឹងហើយយើងដាក់ម្ដុំមកឃើញទេបងប្អូនឃើញអត់ឃើញចឹងតែចង់កាក់មុខហើយដល់ពេលខានភ្លៀងតែមួយថ្ងៃដកអត់ចង់រួចបើថាភ្លៀងរាល់ថ្ងៃវិញស្រួលដកប៉ុន្តែសផុកមើលមុខនឹងផុកអ្នកដកនឹងក៏សផុកដែរផុកអស់ហើយកៅអៅវិញមុខមនុស្សនឹងវាយដីមកលោតចំតែភ្នែកទៅនឹងមុខហ្នឹងហើយផ្លុកផ្លាក់ហ្នឹងដាក់ចឹងអីហ៎មើលបងប្អូនគ្រូជីចិត្តបានម្ដុំណានោះចិត្តដែរដាក់នឹងមកបានចងចាំចងម្ដុំឲ្យអ្នកអត់ដែរដកជីមើលបន្តិចតែកាមជួយដកឲ្យមកហើយវាត្រូវការជីអីតម្លាក់ទីតាំងមកដាក់ឲ្យម្នាក់1គីឡូតែខ្ញុំមិនដឹងថាគេយកធ្វើអីដែរបងប្អូនយកធ្វើអីយកទៅហើយចង់យកធ្វើអីយកទៅដាក់នំចុកក៏បានគោទឹកផុកក៏បានដាក់តែកាប់មន់កាប់អីក៏បានដាក់ទឹកស៊ុបក៏បានច្រើនធឺណាបងប្អូនឃើញទេមកបាច់ហ្នឹងចូល1គីឡូជាងហើយចង់2គីឡូជាងហ្នឹង2គីឡូយើងដាក់ចឹងក៏មកវាត្រូវថ្ងៃខ្លាចស្វិតទៅដកចឹងបងប្អូនហើយនៅមកប៉ាក់ហ្នឹងទៀតទេថ្ងៃហ្នឹងបង្ហើយជីម្ញេនៅអវៈតូចនៅខាងក្រោយនៅតូចក្នុងអវៈទៀតនេះគេស៊ូចឹងបងប្អូនណាគេស៊ូចឹងអីហ៎នេះដកហើយដុំនេះមួយដុំនឹងចូល2គីឡូឯងចូល2គីឡូជីនេះនេះពេលព្រឹកបងប្អូនពេលព្រឹកអានេះតែតូចទេនេះទៅតូចអញ្ចឹងបងប្អូនតែធំទៅវាណែនដីហើយវាចិត្តដីណែនហ្មងឃើញតូចឃើញវែលអញ្ចឹងដល់ពេលវាធំណែនដីហើយវាបញ្ចប់ហើយបងប្អូនណានេះប៉ាក់ដកឥឡូវសកម្មភាពដកជីរបស់ខ្ញុំគឺដល់ទីបញ្ចប់ហើយបងប្អូនគឺថាអរគុណសម្រាប់ការទស្សនាតាមដានដដែលរបស់បងប្អូនអរគុណច្រើនសម្រាប់ការដូចថាចុច like ចុច share និង follow page អរគុណច្រើន page ថ្មីរបស់ខ្ញុំណាបងប្អូនជួយ follow page ថ្មីខ្ញុំម្នាក់មួយផងអរគុណច្រើនជម្រាបលាបាយបាយ